មកកាន់មេរៀនទី2ដែលមេរៀនទី2យើងនេះគឺដូចដែលខ្ញុំបានសន្យាអញ្ចឹងគឺតើទៅនឹងលុកណាមេរៀនទី2ការប្រើប្រាស់ប្លុកមួយគឺឈ្មោះថាលុកយើងសំដៅថាការមើលឃើញការអ្វីដែលយើងមើលឃើញណាបាទដូចជារូបរាងអញ្ចឹងបាទលុកហ្នឹងណាអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមអនុវត្តដល់គ្នាបាទអញ្ចឹងដោយសារតែកតាខ្លះខ្មុំនេះគឺយើងធ្វើវាច្រើនមកហើយតើតើទៅនឹងមេរៀនទី1អញ្ចឹងយើងលុបវាចោលទៅបាទចុចលើធុងសម្រាមនេះចោលទៅ trash តមកយើងជ្រើសរើសតួអង្គថ្មីចូលនៅកន្លែង sprite បាទហើយជ្រើសរើសតួអង្គបាទឥឡូវយើងយកតួអង្គណាមួយដែលយើងពេញចិត្តអូខេឥឡូវយើងយក robot នេះចុះបាទអញ្ចឹងយកតួអង្គ robot នេះបាទអ្វីដែលយើងចំណាំនោះគឺក្នុងការសេប្លុកគឺកុំភ្លេចប្រើ event ណាបាទយក event click នេះមកបាទអានេះគឺជាចំណុចដំបូងគេបាទបន្ទាប់មកចាំយើងចូលទៅកាន់ block look បាទយើងមានដូចជា say hello to chicken បានន័យថាការប្រើប្រាស់ពាក្យ say hello ហ្នឹងពី robot ហ្នឹងឲ្យវាសម្រាប់រងចាំ2 second បាទទៅឲ្យវាសូពាក្យហ្នឹងណាឥឡូវយើងដាក់មកបាទហើយយើងចុច run hello អីចឹងទៅតែបើសិនជាយើងដាក់ second វាកាន់តែយូរអាហ្នឹងវាស្អីលើយើងទៅតាមហ្នឹងណាបាទ hello ចឹងទៅបាទតែពាក្យ hello ហ្នឹងយើងអាចដូរបានទេបាទដូរបានអាចថាដាក់ពាក្យថា hi ចឹងទៅបាទនេះបាទអញ្ចឹងយើងអាចពីជំរើសទី1យើងអាចចុច run នៅលើនេះផ្ទាល់ក៏បានទី2យើងចុចលើនិមិត្តសញ្ញាទង់ជាតិពណ៌ខៀវនេះក៏បានដែរណាបាទអញ្ចឹងឧទាហរណ៍ថាយើងអត់ចង់ប្រើ say នឹងទេយើងចង់ប្រើពាក្យអីផ្សេងបានអត់បាទយើងអាចប្រើដូចជា say ធម្មតានេះអានេះគឺយើងគ្រាន់តែជួបភ្លាមដូចមនុស្សចឹងបានន័យថាជួបភ្លាម hello បដ ாய் អត់មានខ្វល់គិតថាអូវិភាគថាអូម្នាក់នឹងជាណាគេរងចាំ2 second ឬក៏អីទេគឺជួបភ្លាម hello តែប្រេះតែផ្ដាស់យកមកអូខេឧទាហរណ៍បាទតែនេះសម្រាប់មួយទៀតគឺ sing យើងសំដៅទៅលើការគិតណាបាទគេប្រើទៅលើការគិតប៉ុន្តែខ្ញុំឃើញក្មេងៗបច្ចុប្បន្ននេះគាត់លេងឆាតទេអញ្ចឹងគាត់តែងតែប្រើពាក្យអញ្ចឹងទៅបាទអញ្ចឹងគឺជាការគិតអាហ្នឹងណាបាទតោះនេះអញ្ចឹងរូបរាងវាខុសគ្នាមានដូចលក្ខណៈថាវានេះស្អីគេកន្លែងនិមិត្តសញ្ញាវានេះចុចច្រើនតង់អីចឹងបាទតែយើងដូរពីពាក្យហឹមហ្នឹងមកជាពាក្យអីផ្សេងបានណាដាក់អីក៏ដាក់ទៅតែចិត្តយើងបាទកន្លែងហ្នឹងណាបាទចង់ដាក់ដាក់ស្អីក៏ដាក់ណាដាក់KKK អញ្ចឹងទៅអូខេបាទអញ្ចឹងយើងរ៉ាន់មកវាចេញអញ្ចឹងហើយអូខេបាទតោះតាក់ទងមួយទៀតបដូរពី sing នេះមកប្រើមានដូចជាcolor បាទ color ពាក្យថា color នេះយើងដឹងថា color ហ្នឹងវាតើទៅនឹងពណ៌ណាបាទតោះនេះកន្លែងហ្នឹងតើទៅនឹងពណ៌បាទហើយវាដូរពណ៌រហូតដល់ពេលយើង click run ណាបាទហ្នឹងវាតើទៅនឹងការបដូរពណ៌ទៅលើតួអង្គរបស់យើងបាទបន្ទាប់មកទៀតមានដូចជា switch custom នេះតើទៅនឹងការបដូររូបរាងទៅលើតួអង្គរបស់យើងណាតួអង្គរបស់យើងអាចមានតួអង្គ2បាទតួអង្គទី1បាទហើយតួអង្គទី2ចឹងទៅបាទឃើញទេតួអង្គទី1ដាក់ដៃបែបនេះដល់ពេលតួអង្គ switch មកតួអង្គទី2យើងជ្រើសរើសតួអង្គទី2វាចេញដៃមកមុខអញ្ចេះវិញបាទនេះឃើញនេះបាទចា៎នេះគឺជាការផ្លាស់ប្ដូររូបរាងតួអង្គរបស់យើងហើយ change color នេះតើទៅនឹងបដូរពណ៌ទៅលើតួអង្គណាបាទបន្ទាប់មកវាមានដូចជាការបដូរទំហំបដូរអីចឹងទៅបាទអានេះយើងអាចសិក្សាស្រាវជ្រាវបន្ថែមទៀតណាអ្វីដែលខ្ញុំសង្ខេបឲ្យអ្នកទាំងគ្នាយល់គឺ look នេះ block look នេះគឺសំដៅទៅលើអ្វីដែលយើងមើលឃើញតួអង្គដែលយើងចង់ផ្លាស់ប្ដូរណារូបរាងតួអង្គរបស់យើងតើទៅនឹងការនិយាយតើទៅនឹងពណ៌សម្បុរតើទៅនឹងទំហំរូបរាងអីចឹងទៅអ្វីដែលយើងអាចមើលឃើញ look ណាបាទអញ្ចឹងវីដេអូមេរៀនទី2នេះគឺយើងមានប៉ុណ្ណឹងអ្នកទាំងអស់គ្នានៅផ្ទះអាចសិក្សាបន្ថែមឬក៏នៅសាលាអាចបង្កើតជាក្រុមសិក្សាបន្ថែមមកណាបាទដើម្បីធ្វើជាគម្រោងហ្គេមអីមួយចឹងទៅបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយតទៅមេរៀនទី3គឺការប្រើប្រាស់ sound បាទអញ្ចឹង sound នេះគឺមិនពិបាកយល់ទេតទៅនឹងសំឡេងបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ